សម្រាប់បងដែលសួរថាយើងស្ទះលូតាមផ្ទះទៅយើងប្រើទីយោស្ទះលូយើងប្រើបែបណាសម្រាប់ទីយោស្ទះលូនេះជំរាបបងថាទីយោស្ទះលូយើងមានពីររបៀបដូចមួយនេះចឹងក្បាលវាតូចចឹងគេប្រើសម្រាប់ស្ទះលូហ្មងចឹងគេអត់យកទៅប្រើលាងឡានលាយជាមួយគ្នាទេបងហើយបើសិនជាយើងមានទីយោមកទៅលាងឡានហើយយើងដាក់ក្បាលស្ទះលូលេខធំក៏បានដែរខាងមុខហ្នឹងមិនគ្រាន់តែកន្លែងខ្លះក៏យើងបុកចូលហើយខ្លះក៏យើងអត់ចូលដោយសារវាកលទីយោវាបងខ្លះនៅផ្ទះប្រើទីយោ27ឬក៏ទីយោ34ឬខ្លះគាត់ប្រើដល់60ដល់60អាចបត់បានប៉ុន្តែបើសិនជាលេខទូចប្រហែលជាអត់អាចទៅបានទេចឹងបងត្រូវការទីយោស្ទះលូឬក៏មានស្ទះលូអីយើងប្រើប្រភេទទីយោនេះបានវាត្រូវនឹងកម្រិតវាប៉ុន្តែដូចជាបើយើងចង់ប្រើកាយវាមកទីយោលាងឡាននេះយើងគ្រាន់តែមានសុងវាមកសុង adapter មកយើងប្រើបានហ្នឹងហើយសម្រាប់ស្ទះលូវាប្រើបែបនេះចេះបងបើយើងមាន motor លាងឡានហើយយើងដាក់ក្បាលស្ទះលូចេះហើយយើងបន្សក់ចូលទៅហើយខាងក្រោយនេះយើងមានសុងវាមួយដែរសម្រាប់ដាក់មុខកាយណាចឹងយើងតតំណវាឲ្យហើយបែបនេះហើយយើងសោកចូលមកហ្នឹងយើងលាឲ្យអស់ហើយយើងដាក់សោកចូលលូទៅហើយដល់ពេលដែលយើងត្រូវបាញ់យើងភ្ជាប់មួយ motor ខាងក្រោយនេះហើយយើងបាញ់បែបនេះបងអញ្ចឹងណាចឹងយើងដាក់ចូលលូហើយយើងបាញ់ទៅកាច់បាញ់ទៅអញ្ចឹងវាទៅមុខអាហ្នឹងរបៀបយើងប្រើបែបមុខកាយយើងប្រើខាងក្រោយយើងប្រើសុងខាងនេះយើងចាំបាច់ប្រើកាយទេយើងដាក់ direct មួយ motor មកទៅតែកន្លែងនេះយើងត្រូវការសុងតំណពីតូចទៅធំកន្លែង motor អញ្ចឹងយើងសោកចូលបានដូចគ្នាបងយើងដាក់ចូលហើយយើងបើក motor ហើយវាដើរអញ្ចឹងយើងរបៀបប្រើគឺយើងមានប៉ុណ្ណឹងអញ្ចឹងយើងមានប្រើជាមួយ motor ផ្ទាល់ហើយប្រើជាមួយមុខកែងចេះគ្រាន់តែយើងមានសុងវា adapter វាផ្សេងគ្នាអញ្ចឹងណាបងអញ្ចឹងបងត្រូវប្រើស្ទះលូអីយើងអាចយកទៅបុកបានអាចដោះស្រាយខ្លួនឯងបាននេះបងយើងប្រើប៉ុណ្ណឹងអរគុណច្រើនបង